លោក Mark Zuckerberg កើតនៅថ្ងៃទី14ខែឧសភាឆ្នាំ1984នៅ White Plains រដ្ឋ New York សហរដ្ឋអាមេរិកគឺជាអ្នកសរសេរកម្មវិធីកុំព្យូទ័រជនជាតិអាមេរិកម្នាក់ដែលជាសហស្ថាប័ននៃគេហទំព័របណ្ដាញសង្គម Facebook លោក Zuckerberg បម្រើការជានាយកប្រតិបត្តិពី2004នឹងក្រុមហ៊ុនមេរបស់ខ្លួនគឺ Meta Platforms បន្ទាប់ពីបានចូលរៀននៅ Philip Exeter Academy លោក Zuckerberg បានចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យ Harvard ក្នុងឆ្នាំ2002នៅថ្ងៃទី4ខែកុម្ភៈឆ្នាំ2004គាត់បានបង្កើត thefacebook.com ផ្ដួលឈ្មោះទៅជា Facebook ក្នុងឆ្នាំ2005ដែលជាបញ្ជីឈ្មោះដែលនិស្សិត Harvard ដទៃទៀតបានបញ្ចូលព័ត៌មាននិងរូបថតរបស់ពួកគេទៅក្នុងគំរូដែលគាត់បានបង្កើតឡើងក្នុងរយៈពេល2សប្តាហ៍និស្សិតពាក់កណ្ដាលបានចុះឈ្មោះមិត្តរួមបន្ទប់របស់លោក Zuckerberg គឺលោក Dustin Moskovitz និងលោក Chris Hughes បានជួយគាត់បន្ថែមមុខងារនិងធ្វើឲ្យគេហទំព័រនេះអាចរកបានសម្រាប់បរិវេណសាលាផ្សេងទៀតទូទាំងប្រទេស Facebook បានក្លាយទៅជាការពេញនិយមយ៉ាងឆាប់រហ័សដោយសារអ្នកប្រើប្រាស់ដែលបានចុះឈ្មោះអាចបង្កើតប្រវត្តិរូបផ្ទុកឡើងរូបថតនិងមេឌៀផ្សេងទៀតនិងរក្សាទំនាក់ទំនងជាមួយមិត្តភ័ក្តិទោះជាយ៉ាងណាក៏ដោយវាខុសពីគេហទំព័របណ្ដាញសង្គមផ្សេងទៀតដោយសង្កត់ធ្ងន់លើឈ្មោះពិតឬអាសយដ្ឋានអ៊ីមែលឬការតាក់ទងដែលបានទុកចិត្តវាក៏បានសង្កត់ធ្ងន់ជាពិសេសលើការបង្កើតបណ្ដាញទំនាក់ទំនងដោយព័ត៌មានត្រូវបានផ្សព្វផ្សាយមិនត្រឹមតែទៅកាន់បណ្ដាញមិត្តភ័ក្តិរបស់បុគ្គលម្នាក់ៗប៉ុណ្ណោះប៉ុន្តែថែមទាំងទៅកាន់មិត្តភ័ក្តិរបស់មិត្តភ័ក្តិផងដែរអ្វីដែល Zuckerberg ហៅថា Graph សង្គមនៅរដូវក្តៅឆ្នាំ2004អ្នកទាំង3បានផ្លាស់ប្ដូរទីស្នាក់កណ្ដាលរបស់ពួកគេទៅ Palo Alto រដ្ឋ California ដែលកន្លែងដែល Zuckerberg បាននិយាយជាមួយអ្នកវិនិយោគិន Peter Thiel ឲ្យផ្ដល់ប្រាក់ដើមជូនពួកគេ Zuckerberg បានជួបរៀននៅ Harvard ដើម្បីផ្ដោតលើក្រុមហ៊ុនថ្មីៗដែលគាត់បានក្លាយទៅជានាយកប្រតិបត្តិនិងជាប្រធាននៅខែឧសភាឆ្នាំ2005 Facebook បានទទួលការវិនិយោគដើមទុនដំបូង$12.7 លាន4ខែក្រោយមក Facebook បានបើកឲ្យសិស្សវិទ្យាល័យចុះឈ្មោះទន្ទឹមនឹងនោះមហាវិទ្យាល័យនិងសាកលវិទ្យាល័យបរទេសក៏បានចាប់ផ្ដើមចុះឈ្មោះផងដែរនៅថ្ងៃទី11ខែកញ្ញាឆ្នាំ2006អ្នកដែលមានអាសយដ្ឋានអ៊ីមែលអាចចូលរួមបណ្ដាញតំបន់ដែលផ្ដោតលើកន្លែងដែលគាត់រំនៃនៅពេលនោះ Zuckerberg បានបដិសេធការទិញយកចំនួន$1,000 លានពី Yahoo ប៉ុន្តែនៅឆ្នាំ2007 Facebook បានធ្វើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Software ដែលក្រុមហ៊ុន Software នោះបានចំណាយប្រាក់$240 លានសម្រាប់ការទទួលបានដំហាក់ 1.6% នៃ Facebook ពីខែក្រោយមកក្រុមហ៊ុន Digital Sky Technologies បានទិញដំហាក់ទី1.96 ទៀតតម្លៃ$200 លាននៅឆ្នាំ2008ទ្រព្យសម្បត្តិសុទ្ធរបស់លោក Zuckerberg បានទូទាត់សម្គាយថាមានប្រមាណ$1.5 លានបន្ទាប់ពីការបង្ហាញពីហ៊ុនសាធារណៈដំបូងនៃ Facebook នៅឆ្នាំ2012ទ្រព្យសម្បត្តិសុទ្ធរបស់លោក Zuckerberg បានទូទាត់សម្គាយថាមានជាង$19 លានទៀតហើយយុគសម័យនៃ Meta នៅខែឧសភាឆ្នាំ2021ក្រុមហ៊ុន Facebook បានប្រកាសថាវាកំពុងតែប្តូរឈ្មោះក្រុមហ៊ុនមេរបស់វាទៅជា Meta Platforms ការផ្លាស់ប្តូរឈ្មោះនេះបានបញ្ចាំងការសង្កត់ធ្ងន់លើបរិយាកាសពិតនៃ Metaverse ដែលការប្រើប្រាស់មិនត្រូវការក្តឹងនៅស្នាមណាមួយគិតត្រឹមខែតុលាឆ្នាំ2022 Meta បានខាត់បង់សរុបថវិកាចំនួន$13.7 លានលើការអភិវឌ្ឍ Metaverse គេហទំព័រនេះក៏បានឃើញមានការចូលរួមរបស់អ្នកប្រើប្រាស់ទាបនិងមានបញ្ហាគុណភាពជាមួយនឹងកម្មវិធី Metaverse នៅក្នុងការបង្ហោះ Facebook នៅខែកុម្ភៈឆ្នាំ2023 Zuckerberg បានបញ្ជាក់ថាក្រុមហ៊ុនកំពុងតែវិជិនពី Metaverse ដើម្បីផ្ដោតទៅលើប្រធានបទឲ្យជារួមបញ្ញាសេដ្ឋកិច្ចដោយ Metaverse បានជួបថាជាទូបាតភាពមួយកម្រិតសម្រាប់ទីតាំងក្រាក់ដល់លេងវីដេអូហ្គេមដទៃទៀតទម្រង់នយោបាយនៅទសវត្សរ៍ឆ្នាំ2010លោក Zuckerberg បាននិយាយពីផ្លាស់ទៅលើបញ្ហាការកំណត់នយោបាយអន្តរប្រវេសន៍មួយតានរដ្ឋអាមេរិកនិងយុតិធធម៌សង្គមដោយមានផ្នែកមួយធំនៃរូបភាពសាធារណៈរបស់ខ្លួនផ្ដោតយ៉ាងធំលើកិច្ចខិតខំប្រឹងប្រែងសប្បុរសធម៌របស់ខ្លួនការធ្វើសន្ទនាប្រចាំប្រាសនាគំរូអន្តរប្រវេសន៍មួយតាន AVSOS នៅឆ្នាំ2015បានឡើងបែកឆាត់ហើយដោយប្រសាសន៍របស់លោក Zuckerberg ទទួលបាននូវការគាំទ្រយ៉ាងសំទ្រឹមនិងការយល់ព្រមនៅកម្រិតនយោបាយក្នុងការប្រទេសដទៃទៀតហត្ថភាពសាធារណៈតលនឹងបណ្ដាញសង្គមក្រុមហ៊ុន Facebook បានពិនិត្យចូលចិត្តហ៊ីជីកមួយយូរមកហើយនៅក្រៅការបោះឆ្នោតឆ្នាំ2016របស់អតីតប្រធានាធិបតី Trump ក្រុមហ៊ុន Facebook បានត្រួតរើសខាត់យ៉ាងខ្លាំងដោយសារតែព័ត៌មានមិនពិតក្នុងការបោះឆ្នោតឡើងលោក Zuckerberg បានបញ្ជាក់ថា
Facebook នឹងកែតម្រូវព័ត៌មានឡើងពី Facebook ទាំងមូលរបស់ខ្លួននៅទីផ្សព្វផ្សាយនៅទីទំនើបដោយបញ្ជាក់ថាក្រុមហ៊ុន Facebook មានគម្រោងប្រធាននៅពេលដែលមានការទាមទារណាមួយពីការកំណត់នៃក្រុមចិត្តធានណាមួយក្រោយលទ្ធិការនៅទី7ខែមករាឆ្នាំ2021ភូកប់ប្រព័ន្ធបានខ្មោះសម្រងដែលលៀនអាចគ្របខោថៅដើម្បីប្រថមសម្ពុននឹងការអន្តរថ្នាក់ដែលញួយរកបានបរិយាវិទ្យាល័យ New York របស់ភីគីអនុរដ្ឋរបស់ប្រធានាធិបតីហើយដោយបរិមាណនៅប្រជុំទូណាបានមិទ្ធិជាមួយប្រធានាធិបតីថាវិតនៅលើតាភ្នក់របស់ពួកគេនៅចុងខែបន្ទាប់នៅថ្ងៃទី28ខែមករាឆ្នាំ2025ក៏ទទួលបានការលើកលែងពីបន្តានៅជុំកិច្ចព្រីងពីងដោយចូលរួមការជិញនាវិកាសម្ទ្រុំខមលើចិត្តថាភាគីការងារតាមជាព័ត៌មានអន្តរប្រវេសន៍ណាមួយតានសហរដ្ឋអាមេរិកជាមួយខ្លួននិងប្រម៉ូទនិងណែនាំវិធីសាស្ត្រដើម្បីប្រកាន់ជំហរជាមួយនឹងប្រធានាធិបតីសហរដ្ឋអាមេរិកដែលទទួលបានចំណងជិញឡានឡើងលើនៅខែធ្នូឆ្នាំ2024មេតាបានបញ្ជាក់កិច្ចជំនួយប្រាក់$1លានទៅកាន់កិច្ចព្រមព្រៀងសមបត្តិរបស់លោកត្រាំ